បងប្អូនគ្នាថ្ងៃនេះមកឆាម្ហូបបែបចិនណាគឺស្លសាច់គោដំបូងហ្នឹងគឺយើងដាក់ខ្ទះមកដាក់សាច់គោមកចាក់ចូលគ្នាទៅបងប្អូនខ្លាញ់យើងក្តៅសិនចាំយើងចាក់សាច់គោចូលបន្ទាប់មកខ្ញុំដាក់ម្ទេសហើយនឹងខ្ញីខ្ទឹមអីហ្នឹងហើយនឹងទឹកប្រេងខ្យងជាមួយនឹងទឹកស៊ីអ៊ីវយើងហ្នឹងបងប្អូនដាក់ទៅដាក់បន្តិចមកចូលគ្នាទៅហើយក៏កូរឡប់មកឈ្ងុយហើយយើងចាក់ទឹកចូលព្រោះបន្ទាប់ពីយើងចាក់ទឹកហើយយើងដាក់វាពុះហើយបន្ទាប់មកដោយសារតែកូនស្វិតពេកខ្ញុំដាក់ក្នុងឆ្នាំងឈីនេះបងប្អូនដើម្បីឲ្យវាឆ្អិនមួយងាត់10នាទីគឺបានហើយគឺផុយតែម្ដងបន្ទាប់មកយើងមកចិត្តត្រឡងប្រាំងរបស់យើងត្រឡងប្រាំងនេះចិត្តតែ6ត្រឡងប្រាំង7ត្រឡងប្រាំងមកគឺបានហើយយើងចិត្តឲ្យយើងស្អាតទៅបន្ទាប់មកយើងយកវាមកហាន់ដុំមកបងប្អូនហាន់ឲ្យមិនទូចមិនធំពេកល្មមមាត់យើងចឹងណាបងប្អូនបន្ទាប់ពីហាន់ហើយគឺយើងមកហាន់ម្ទេសបើឆាលេងសាច់គោជាមួយនឹងត្រឡងប្រាំងហ្នឹងអត់មានម្ទេសគឺអត់ឆ្ងាញ់ទេបន្ទាប់មកខ្ញុំមកចិត្តតឡាតផ្ទះខ្ញុំទម្លាប់ផ្ទះខ្ញុំគឺត្រូវតែមានម្ហូបពីរមុខក្នុងមួយថ្ងៃមានទឹកស៊ុបមួយមានស្លឆាមួយនិយាយទៅឆាឆ្ងល់នៅស្រុកនេះឆាឆ្ងល់អើយធុញណាអញ្ចឹងហើយយើងមកចិត្តតឡាតយើងនេះចិត្តលេងលោកបិឡអញ្ចឹងបងប្អូនភុបយើងមកដាំទឹកដាក់ខ្ញីដាក់hoa chiếuអានឹងម្រេចបោះចិនយើងដាក់មកក្របផ្លឹបឧបផ្លែអូចេះជុកទៀតអើយបន្ទាប់មកយើងដាក់តឡាតយើងដែលចាស់ហ្នឹងយើងដាក់តឡាតចាស់ជូរហិញហ្នឹងយើងដាក់ចូលក្នុងទឹកស្លហ្នឹងមកពុះមកមើលតតឡាតយើងរៀងលួយយើងមកមើលឆ្នាំងឈីសយើងនេះបងប្អូនណាយើងចាក់ពីឆ្នាំងឈីសនេះមកយើងដាក់នៅផ្ទះវិញដែរតែសារតែដាក់ក្នុងផ្ទះវិញដែរសាច់យើងគឺឆ្អិនហើយឆ្អិនបាន80%ហើយផុយល្មមហើយយើងចាក់ត្រឡងប្រាំងចូលបន្ទាប់មកយើងដាក់វាមកពុះទៀតយើងចាក់ម្ទេសខ្ចីចូលម្ទេសខ្ញុំហាន់មិញហ្នឹងដាក់គោមកគ្រប់ភ្លឹបមកត្រឡងត្រង់ផុយដាក់អំបិលតិចមកប៊ីចេងតិចមកនិយាយទៅយើងភ្លុកមើលសិនណាពួកយើងដាក់មុននោះយើងដាក់ហើយតែយើងភ្លុកមើលបន្តិចសិនមកថារសជាតិប៉ុណ្ណឹងយើងអាចយកបាននៅអានេះប៊ីចេងដាក់រៀងជ្រុលដៃតិចហើយយើងកូរត្រឡប់វាមកអូស៊ុបតឡាខ្ញុំស្អិនទៀតហើយយើងដាក់តែស្លឹកខ្ទឹម